បើចង់សម្លាប់ភាពខ្ជិលរបស់អ្នកសូមស្ដាប់វីដេអូនេះឲ្យចប់លោកស្រីអ្នកនាងកញ្ញារឿងគួរឲ្យអស់សំណើចអំពីមនុស្សសប្តាហ៍ថ្ងៃនេះយើងចាត់ទុកជីវិតរបស់យើងដូចជាថ្ម smartphone យើងតែងតែស្វែងរកប្រភពថាមពលយើងរម៉ូតាម TikTok ដើម្បីស្វែងរកវីដេអូដើម្បីជំរុញបេះដូងរបស់យើងស្វែងរករបៀបថាមពលទាបដែលយើងអាចធ្វើអ្វីដែលតិចតួចបំផុតហើយនៅតែរំពឹងថានឹងរក្សាទំនាក់ទំនងជាមួយនឹងក្តីសុបិនរបស់យើងប៉ុន្តែនេះជាការពិតដ៏ត្រជាក់និងពិបាកដែលមនុស្សភាគច្រើននឹងស្អប់អ្នកមិនមែនជា smartphone ទេអ្នកមិនចាំបាច់ត្រូវបានសាកថ្មដោយប្រភពខាងក្រៅដើម្បីដំណើរការទេអ្នកគឺជារោងចក្រថាមពលរោងចក្រថាមពលមិនមានថាមពលទេវាបង្កើតវាអ្នកមិនរងចាំអារម្មណ៍នៃការមិនខ្ជិលច្រអូសមកដល់តាមប្រៃសណីទេអ្នកសម្លាប់ភាពខ្ជិលច្រអូសដោយការផ្លាស់ប្ដូរហើយថាមពលនឹងតាមមកភាពខ្ជិលច្រអូសមិនមែនជាចរិតលក្ខណៈរបស់អ្នកទេវាជាប៉ារ៉ាស៊ីតដែលលូតលាស់យឺតវាស៊ីថ្ងៃណាមួយរបស់អ្នកវាធ្វើឲ្យខ្លួនឯងធាត់លើសហើយខណៈពេលដែលអ្នកកំពុងអង្គុយនៅទីនោះសម្រាកពីជីវិតដែលអ្នកមិនទាន់ចាប់ផ្ដើមសាងសង់នៅឡើយនាឡិកាំងកំពុងរោទពិភពលោកមិនខ្វល់ពីសក្តានុពលរបស់អ្នកទេពិភពលោកគ្រាន់តែចំណាយសម្រាប់លទ្ធផលប៉ុណ្ណោះមនុស្សភាគច្រើននឹងឮរឿងនេះហើយបិទវាចោលពួកគេនឹងនិយាយថាខ្ញុំខូគ្រឹះពេកពួកគេនឹងនិយាយថាញាក់មិនដឹងពីស្ថានភាពរបស់ខ្ញុំទេញាក់និយាយត្រូវខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងពីការកណនានៃការសោកស្ដាយហើយវាជាបំណុលដែលអ្នកមិនអាចមានលទ្ធភាពសងបានទេប្រសិនបើអ្នកចង់សម្លាប់កំណើនដែលងាយស្រួលនឹងការជាមនុស្សធម្មតាអ្នកត្រូវអនុវត្តតាមច្បាប់នេះគ្មានការស្ទាបបន្ទោសគ្មានរឿងល្ខោនគ្រាន់តែការងារប៉ុណ្ណោះពាក្យដែលមានគ្រោះថ្នាក់បំផាត់ក្នុងភាសាអង់គ្លេសគឺខ្ញុំជាខ្ញុំហត់ណាស់ខ្ញុំជាអ្នកពន្យាពេលខ្ញុំមិនមែនជាមនុស្សពេលព្រឹកទេរាល់ពេលដែលអ្នកនិយាយថាខ្ញុំខ្ជិលអ្នកកំពុងចុះកិច្ចសន្យាជាមួយនឹងមនុស្សសាមញ្ញរបស់អ្នកកំពុងប្រាប់ខួរក្បាលរបស់អ្នកថាការខ្វះសកម្មភាពរបស់អ្នកគឺជាផ្នែកមួយដែលមិនអាចផ្លាស់ប្ដូរបានទេវាមិនមែនជារឿងចម្លែកទេភាពខ្ជិលច្រអូសមិនមែនជាអ្នកជានរណាទេវាជាការសម្រេចចិត្តមិនល្អជាបន្តបន្ទាប់ដែលអ្នកកំពុងធ្វើនៅពេលបច្ចុប្បន្នឥឡូវនេះរឿងនេះអាចឈឺចាប់ដល់អ្នកមិនបានសម្រាកទេនៅពេលដែលអ្នកចំណាយពេល4ម៉ោងដើម្បីរំកិលមើលជីវិតរបស់អ្នកទៅទីតាម TikTok ទេអ្នកកំពុងរលាយការសម្រាកគឺជាអ្វីដែលអ្នកធ្វើបន្ទាប់ពីអ្នកសំគប់បានវាហើយអ្វីផ្សេងទៀតគឺជាការគេចវាសប៉ុណ្ណោះអ្នកកំពុងគេចវាសពីមនុស្សដែលអ្នកគួរតែខ្លាយទៅជានរណាម្នាក់ពីព្រោះមនុស្សនោះតម្រូវឲ្យកម្រិតនៃការប្រឹងប្រែងដែលអ្នកខ្លាចពេកមិនអាចផ្ដល់បានទេសូមក្រឡេកទៅមើល J.K. Rowlingមុនពេលដែលពិភពលោកស្គាល់ឈ្មោះរបស់នាងជាម្ដាយតូនដែលរស់នៅដោយពឹងផ្អែកលើប្រាក់ឧបត្ថម្ភតាមស្តង់ដារសង្គមទាំងអស់នាងស្ថិតនៅក្នុងស្ថានភាពមួយដែលពាក្យថាអស់កម្លាំងឬធ្លាក់ដឹកចិត្តអាចជាលក្ខណៈត្រឹមត្រូវដើម្បីមិនធ្វើអ្វីទាំងអស់នាងអាចកំណត់ថាជារងគ្រោះនៃកាលៈទេសៈប៉ុន្តែនាងមិនបានធ្វើទេនាងមិនបានរងចាំអារម្មណ៍នៃការសរសេរទេនាងមិនបានរងចាំកូននាងធំឡើងហើយគណនីធនាគាររបស់នាងពេញទេនាងបានយកម៉ាស៊ីនអង្គនីកលេខចាក់របស់នាងទៅហាងកាហ្វេហើយសរសេរពេលកូននាងកំពុងដេកនាងបានបំបត្តិភាពខ្ជិលច្រអូសនៃការរងចាំពេលវេលាត្រឹមត្រូវពីព្រោះនាងដឹងថាពេលវេលាត្រឹមត្រូវគឺជាខ្មោចដែលមិនដែលបង្ហាញខ្លួនឡើយនាងបានជ្រើសរើសកំណត់អត្តសញ្ញាណថាជាអ្នកសរសេរកំពុងតស៊ូមិនមែនជាមនុស្សដែលកំពុងតស៊ូដែលអាចនឹងសរសេរនៅថ្ងៃណាមួយទេការសម្រេចចិត្តសាមញ្ញមួយដែលអ្នកអាចធ្វើបានឥឡូវនេះឈប់និយាយថាខ្ញុំខ្ជិលពេកនៅកន្លែងហាត់ប្រាណនិយាយថាខ្ញុំកំពុងជ្រើសរើសឲ្យអាទិភាពទៅលើការស្រួលប្រាវជាងសុខភាពរបស់ខ្ញុំប្រឈមមុខនឹងការពិតនៃជំរើសរបស់អ្នកវាជារឿងពិបាកជាងនៅពេលដែលអ្នកឈប់កុហកខ្លួនឯងអំពីមូលហេតុអ្វីដែលអ្នកកំពុងធ្វើវាមនុស្សភាគច្រើនរងចាំការលើកទឹកចិត្តពួកគេរងចាំអារម្មណ៍ត្រឹមត្រូវពួកគេរងចាំសញ្ញាមួយពីសកលលោកមនុស្សជោគជ័យយល់ថាការលើកទឹកចិត្តគឺជាការកុហកវាជាមិត្តភក្តិដែលបាត់បង់នៅពេលដែលអ្វីចាប់ផ្ដើមត្រជាក់ងងឹតឬពិបាកប្រសិនបើអ្នកធ្វើការតែនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ធ្វើការអ្នកមិននឹងសម្រេចអ្វីដែលសំខាន់ឡើយទេភាពខ្ជិលច្រអូសរស់នៅចម្លក់រវាងការគិតហើយនិងការធ្វើកាលណាអ្នកគិតអំពីកិច្ចការមួយយូរប៉ុណ្ណាអ្នកនឹងមានកម្លាំងទំនេរច្រើនប៉ុណ្ណោះសម្រាប់ភាពខ្ជិលច្រអូសនិយាយទៅអ្នកយើងហៅវាថាការស្រាវជ្រាវឬការដាក់ផែនការប៉ុន្តែភាគច្រើនគឺជាការពន្យាពេលស្មុគស្មាញទាំងអស់អ្នកមិនចាំបាច់ត្រូវការផែនការ10ជំហានដើម្បីចាប់ផ្ដើមទេអ្នកត្រូវត្រៀមខ្លួនអារម្មណ៍របស់អ្នកមិនសំខាន់ទេសូមអានវាម្ដងទៀត
អារម្មណ៍របស់អ្នកមិនសំខាន់ទេប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងចូលធ្វើវាដោយអស់កម្លាំងប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់ចូលធ្វើវាដោយធុញទ្រាន់ប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាចចូលធ្វើវាដោយភ័យខ្លាចអ្នកសម្ដែងកម្ពូក្នុងโลกនេះ 1% ដំណើរការលើប្រព័ន្ធវិន័យមិនមែនជាប្រព័ន្ធនៃអារម្មណ៍ទេវិន័យគឺជាការធ្វើអ្វីដែលត្រូវធ្វើទោះបីជាអ្នកស្អប់ការធ្វើវាក៏ដោយភាពខ្ជិលច្រអូសគឺជាការគោរពបូជាអារម្មណ៍បច្ចុប្បន្នរបស់អ្នកជោគជ័យគឺជាការគោរពបូជាខ្លួនឯងនាពេលអនាគតរឿងមួយដែលអ្នកអាចធ្វើបានឥឡូវនេះកំណត់ភារកិច្ចមួយដែលអ្នករងចាំដើម្បីមានអារម្មណ៍លើកទឹកចិត្តធ្វើវារយៈពេល5នាទីឥឡូវនេះកុំរងចាំដល់ចុងបញ្ចប់នៃវីដេអូនេះនៅពេលដែលអ្នកចាប់ផ្ដើមទេវកថានៃការលើកទឹកចិត្តនឹងរលាយបាត់ទៅហើយការពិតនៃសន្ទុះក៏ចាប់ផ្ដើមតើអ្នកត្រៀមខ្លួនសម្រាប់ច្បាប់កណ្ដាលហើយឬនៅពីព្រោះនេះជាកន្លែងដែលយើងចាប់ផ្ដើមលុបបំបាត់ភាពសុខស្រួលដែលធ្វើឲ្យអ្នកទន់ខ្សោយយើងបានដោះស្រាយអត្តសញ្ញាណរបស់អ្នកនិងការភូតកុហកនៃការលើកទឹកចិត្តឥឡូវនេះយើងត្រូវនិយាយអំពីសមរភូមិរបស់អ្នកភាគច្រើនកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលច្រអូសខណៈពេលរួមនៅក្នុងសួនកំសាន្តដែលត្រូវបានរចនាឡើងដើម្បីរំខានអ្នកឆ្ងល់ថាហេតុអ្វីបានជាអ្នកមិនអាចផ្ដោតអារម្មណ៍បានប៉ុន្តែទូរស័ព្ទរបស់អ្នកត្រូវបានស្អិតចង្អុលទៅនឹងដៃរបស់អ្នកតុរបស់អ្នករញ៉េរញ៉ៃហើយរង្វង់ខាងក្នុងរបស់អ្នកមានមនុស្សដែលមានមហិច្ឆតាធំបំផុតគឺជាការចេញផ្សាយ Netflix បន្ទាប់វាគឺជាទឹកដែលហូរចុះពីលើភ្នំប្រសិនបើអ្នកធ្វើឲ្យវាងាយស្រួលក្នុងការខ្ជិលច្រអូសអ្នកនឹងខ្ជិលច្រអូសវាជារូបវិទ្យាមូលដ្ឋានប្រសិនបើទូរស័ព្ទរបស់អ្នកជារបស់ដំបូងដែលអ្នកប៉ះនៅពេលដែលអ្នកភ្ញាក់ពីដំណេកអ្នកបានបាត់បង់ថ្ងៃនោះរួចហើយអ្នកបានអញ្ជើញសម្លេងមនុស្ស 8,000 លានអ្នកចូលទៅក្នុងបន្ទប់គេងរបស់អ្នកមុនពេលដែលអ្នកបានសម្អាតដំណេកចេញពីភ្នែករបស់អ្នកឥឡូវនេះរឿងនេះអាចប៉ះពាល់ដល់អារម្មណ៍សូមក្រឡេកមើលជុំវិញបន្ទប់របស់អ្នកសូមក្រឡេកមើលឡានរបស់អ្នកសូមក្រឡេកមើលកុំព្យូទ័រលើតុរបស់អ្នកប្រសិនបើវារញ៉េរញ៉ៃចិត្តរបស់អ្នករញ៉េរញ៉ៃសូមក្រឡេកមើល Steve Jobs គាត់មិនបានស្លៀកអាវកកំប៉ុងហើយកង្កែងកវូនទេប្រសិនបើគាត់ខ្វាត់ភាពវៃឆ្លាតក្នុងផ្លូវម៉ូដគាត់បានធ្វើវាដើម្បីលុបបំបាត់ភាពអស់កម្លាំងក្នុងការសម្រេចចិត្តគាត់បានលុបបំបាត់ការកកនៃការជ្រើសរើសសម្លៀកបំពាក់ដើម្បីឲ្យគាត់អាចអនុវត្តធម៌ពលយល់ដឹងរបស់គាត់ 100% ដើម្បីផ្លាស់ប្ដូរពិភពលោកគាត់យល់ថាការសម្រេចចិត្តតូចៗនឹងមិនមានប្រយោជន៍នៃការធ្វើអ្វីមួយនីមួយៗអ្នកត្រូវធ្វើការងារជីវិតរបស់អ្នកផ្ទុយទៅវិញចូលរចនាពិភពលោកមួយដែលវាពិបាកជាងការមានភាពខ្ជិលច្រអូសជាងការមានភាពប្រឌិតផលដាក់ទូរស័ព្ទរបស់អ្នកក្នុងបន្ទប់ផ្សេងលុបកម្មវិធីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជាខ្មោចឆាវរៀបចំសម្លៀកបំពាក់ហាត់ប្រាណនៅយប់មុនការសម្រេចចិត្តសាមញ្ញដែលអ្នកអាចធ្វើបានឥឡូវនេះគឺអនុវត្តការត្រួតពិនិត្យ Digital ចូលទៅក្នុងការកំណត់របស់អ្នកមើលពេលវេលាប្រើប្រាស់អេក្រង់របស់អ្នកនិងលុបកម្មវិធីមួយដែលលួចយកជីវិតរបស់អ្នកនៅក្នុងការបង្ហោះអទាសដលាគឺមិនមានលើកលែងទេគឺជាការចុចលុបនៅពេលដែលវាសំខាន់អ្នកអាចចូលទៅកាន់កុំព្យូទ័រលើតុរបស់អ្នកដែលអ្នកត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើបានវាមនុស្សមធ្យមពឹងផ្អែកលើការខិតខំប្រឹងប្រែងអ្នកឈ្នះពឹងផ្អែកលើប្រព័ន្ធនៅពេលដែលអ្នកនិយាយថាខ្ញុំនឹងព្យាយាមមានប្រឌិតផលជាងនេះនៅថ្ងៃស្អែកអ្នកកំពុងនិយាយថាខ្ញុំអត់មានផែនការទេហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងមានសំណាងការសង្ឃឹមគឺមិនមែនជាយុទ្ធសាស្ត្រទេភាពខ្ជិលច្រអូសគឺជារឿងដែលកើតឡើងនៅពេលដែលអ្នកត្រូវគិតថាត្រូវធ្វើអ្វីបន្ទាប់ភាពខ្ជិលច្រអូសបំពេញវាអ្នកត្រូវធ្វើឲ្យឧត្តមភាពរបស់អ្នកឲ្យដឹងលួនខ្លួនឯងសូមគិតអំពី Kobe Bryant ផ្នត់មនុស្សធាតុ Mamba មិនមែនជាមុនទនអាគមទេគឺជាប្រព័ន្ធនៃការធ្វើដដែល Kobe មិនបានភ្ញាក់ពីដំណេកហើយឆ្ងល់ថាតើគាត់គួរទៅកាន់កន្លែងហាត់ប្រាណឬទេគាត់ទៅទីនោះម៉ោង 4 ព្រឹកពីព្រោះថានោះជាប្រព័ន្ធមុននឹងមិត្តរួមក្រុមរបស់គាត់ញ៉ាំអាហារព្រឹកគាត់ធ្លាប់និយាយថាខ្ញុំមិនបានសម្រាកមួយថ្ងៃណាទេខ្ញុំនឹងធ្វើការងារឲ្យលើសពីអ្នកនោះមិនមែនជាការអះអាងទេគឺជាភាពប្រាកដជាគណិតវិទ្យាដែលផ្ដោតទៅលើប្រព័ន្ធរបស់គាត់បានលុបពាក្យជំរើសចេញពីសមីការនៅពេលដែលអ្នកលុបជំរើសចេញពីសមីការអ្នកសម្លាប់ភាពខ្ជិលច្រអូសប្រសិនបើអ្នកចង់សម្លាប់ភាពខ្ជិលច្រអូសអ្នកត្រូវតែឈប់សម្រេចចិត្តធ្វើការហើយចាប់ផ្ដើមអនុវត្តកាលវិភាគប្រតិទិនគឺជាកិច្ចសន្យាជាមួយខ្លួនឯងនាពេលអនាគតការបំបែកវាគួរតែមានអារម្មណ៍ដូចជាការក្បត់ប្រសិនបើអ្នកមិនព្រមតែងតាំងដៃគូអាជីវកម្មសម្រាប់កិច្ចប្រជុំទេហេតុអ្វីបានជាវាមិនឯងក្នុងការតែងតាំងខ្លួនឯង
មួយនាទីដែលអ្នកអាចធ្វើបានឥឡូវនេះសរសេរកិច្ចការដែលមិនអាចចរចាបានរបស់អ្នកសម្រាប់ថ្ងៃស្អែកកិច្ចការ3គ្រាន់តែ3ប៉ុណ្ណោះមិនមែន50ទេរឿង3យ៉ាងដែលត្រូវតែកោតឡើងទោះបីជាផ្ទះកំពុងឆេះក៏ដោយកំណត់ពេលវេលាសម្រាប់2ម៉ោងដំបូងនៃថ្ងៃរបស់អ្នកនេះគឺជាអត្តកម្បាំងផ្អែកលើតក្កវិជ្ជាដើម្បីសម្លាប់ប៉ារ៉ាស៊ីតខួរក្បាលរបស់អ្នកគឺជាម៉ាស៊ីនរស់រានមានជីវិតការងាររបស់វាគឺរក្សាអ្នកឲ្យមានសុវត្ថិភាពកក់ក្ដៅនិងមានផាសុកភាពចំពោះខួរក្បាលរបស់អ្នកការធ្វើការងារគឺជាការគំរាមកំហែងមួយវាពិបាកវាមិនប្រកបប្រជាទេវាដុតបំផ្លាញខាឡូរីនឹងពេលដែលអ្នកមានកម្លាំងចិត្តចង់ធ្វើអ្វីមួយប្រកបដោយផលិតភាពខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមរាប់ថយក្រោយដើម្បីប្រាប់អ្នកឲ្យឈប់ធ្វើវាចាប់ផ្ដើមរាយបញ្ជីមូលហេតុដែលអ្នកអស់កម្លាំងហេតុអ្វីបានជាអ្នកមិនអាចធ្វើវាបានឬក៏ហេតុអ្វីបានជាវាមិនដំណើរការអ្នកមានពេលប្រហែល5វិនាទីមុនពេលភាពខ្ជិលច្រអូសរបស់អ្នកវាយប្រហាររាងកាយរបស់អ្នកមនុស្សភាគច្រើនគឺជាអ្នករត់ទុកពួកគេរងចាំឲ្យការភ័យខ្លាចបាត់ទៅពួកគេរងចាំឲ្យការសង្ស័យបាត់ទៅវាមិនដែលមានទេសូមក្រឡេកមើល Elon Musk តើអ្នកគិតថាគាត់មិនមានភាពតានតឹងទេតើអ្នកគិតថាគាត់មិនមានថ្ងៃដែលទម្ងន់ដកធំនៃគោលដៅរបស់គាត់មានអារម្មណ៍ថាមិនអាចទៅរួចទេជាការពិតគាត់មានប៉ុន្តែគាត់ធ្វើការលើមូលដ្ឋានតក្កវិជ្ជាជីមុនសិនប្រសិនបើរូបវិទ្យាដំណើរការគាត់បានធ្វើចលនាគាត់មិនរងចាំអារម្មណ៍ថាច្បាស់ទាំងអស់នោះទេមនុស្សធម្មតានឹងមិនចូលចិត្តរឿងនេះទេអ្នកខ្លាំព្រោះអ្នកគិតថាគំនិតរបស់អ្នកគឺជាអ្នកវាមិនមែនទេគំនិតរបស់អ្នកគ្រាន់តែជាការផ្ដាល់យោបល់ទេនៅពេលតែខួរក្បាលរបស់អ្នកណែនាំអ្នកឲ្យស្នះនៅលើគ្រែអ្នកមានពេលប្រហែល5វិនាទីមុនពេលការផ្ដាល់យោបល់នោះคล้ายទៅជាពាក្យបញ្ជាការសម្រេចចិត្តសាមញ្ញមួយដែលអ្នកអាចធ្វើបានឥឡូវនេះនៅពេលក្រោយដែលអ្នកមានអារម្មណ៍ថាចង់ពិនិត្យទូរស័ព្ទដៃរបស់អ្នកឬឲ្យនៅលើសាឡោនរាប់ថយក្រោយ5 4 3 2 1នៅលើលេខ1អ្នកត្រូវតែក្រោកឈរឡើងមិនចាំបាច់គិតទេគ្រាន់តែធ្វើចលនារាងកាយត្រូវតែដឹកនាំចិត្តយើងបានសម្អាតបរិយាកាសនិងបង្កើតប្រព័ន្ធរួចហើយតើអ្នកត្រៀមខ្លួនរួចហើយឬនៅសម្រាប់ច្បាប់ចុងក្រោយនឹងនេះគឺជាកន្លែងដែលយើងឃើញថាអ្នកណាពិតជាចង់បានវាយើងបានដោះស្រាយបញ្ហាអត្តសញ្ញាណប្រព័ន្ធនិងបរិយាកាសប៉ុន្តែមានឃាតករស្ងាត់ចុងក្រោយមួយដែលនាំមកនូវភាពខ្ជិលច្រអូសមកវិញបន្ទាប់ពីអ្នកបានចាប់ផ្ដើមហើយក៏ដោយមនុស្សភាគច្រើនឈប់មិនមែនដោយសារតែពួកគេខ្ជិលច្រអូសទេប៉ុន្តែដោយសារតែពួកគេញៀតនឹងការហាត់ប្រាណឬហាត់ពួកគេចង់បានសាច់ពោះមួយជួរបន្ទាប់ពីញ៉ាំសាឡាត3ថ្ងៃពួកគេចង់មានអាជីវកម្មលានដុល្លារបន្ទាប់ពីការខិតខំប្រឹងប្រែងមួយសប្តាហ៍នៅពេលដែលលទ្ធផលមិនប្រកបភ្លាមខួរក្បាលនិយាយថាឃើញទេនេះពិបាកពេកហើយតោះត្រឡប់ទៅសាឡនវិញនេះគឺជាចៅក្រមចុងក្រោយនៃចិត្តខ្ជិលច្រអូសជីវិតសម័យទំនើបបានធ្វើឲ្យខួរក្បាលរបស់អ្នកប្រតិកម្មឡើងវិញរំពឹងថាសារធាតុដូផាមីននឹងបញ្ចេញរៀងរាល់5វិនាទីម្ដងអ្នកចុចប៊ូតុងមើលនឹងអាហារនឹងមកដល់អ្នកអ៊ូស្គ្រីនមើលនឹងពាក្យថាផ្ដុំគូនឹងលោតឡើងអ្នកចុចលើលីងមើលនឹងវីដេអូនឹងចាក់ទំព័រអ្នកបានក្លាយទៅជាអ្នកញៀត speed ហើយភាពខ្ជិលច្រអូសគឺជារោគសញ្ញាដកខ្លួនដែលអ្នកមានអារម្មណ៍នៅពេលដែលរឿងរ៉ាវត្រូវការពេលវេលាចំណែកចំណេញទៀតជាចង្ក្រានចំអិនយឺតមិនមែនជាម៉ាស៊ីនចាក់អានទេអ្នកត្រូវតែរៀនស្រឡាញ់ភាពធន់ទ្រាំនៃដំណើរការនេះការពិតនៃភាពស្រឡាញ់លំបាកការងារភាគច្រើនដែលត្រូវការល្អគឺគួរឲ្យធន់ទ្រាំខ្លាំងណាស់វាគឺជាការនិយាយដដែលអ៊ីមែលដដែលមាត្រាដដែលបន្ទាត់កូដដដែលសូមក្រឡេកមើល Kobe Bryant មិនដឹងទៀតមនុស្សភាគច្រើនឃើញចិញ្ចៀនជើងឯកទាំង5ប៉ុន្តែពួកគេមិនបានឃើញពេលវេលារាប់ពាន់ម៉ោងដែលគាត់បានចំណាយក្នុងផ្ទះហាត់ប្រាណទទេដោយលោតចម្ងាយមកជុំដដែលរហូតដល់ដៃរបស់គាត់ហូរឈាមគាត់មិនបានរកឃើញភាពសប្បាយនោះទេគាត់យល់ថាវាគឺជាអ្វីដែលចាំបាច់គាត់យល់ថាច្បាប់នៃការភ្ញូកូនការអស្ចារ្យតម្រូវឲ្យមានរយៈពេលពោះភូដែលញាក់មិនអាចកាត់បានទេប្រសិនបើញាក់ខ្ជិលច្រអូសយកណាមួយវាបណ្ដាលមកពីញាក់កំគុំក្រឡេកមើលកំពូលភ្នំឆ្ងាយពេកហើយបាក់ទឹកចិត្តដោយសារតែវានៅឆ្ងាយឈប់ក្រឡេកមើលកំពូលភ្នំមើលជើងរបស់ញាក់គ្រាន់តែដោះជំហានបន្ទាប់ទៅប្រសិនបើអ្នករត់មិនបានចូលដើរប្រសិនបើអ្នកដើរមិនបានចូលវាប៉ុន្តែអ្នកមិនឈប់ការសម្រេចចិត្តសាមញ្ញមួយដែលអ្នកអាចធ្វើបានឥឡូវនេះ
ផ្ដិតញាឲ្យមានស្តង់ដារ100ថ្ងៃជ្រើសរើសទម្លាប់មួយហើយសន្យាជាមួយខ្លួនឯងថាអ្នកនឹងធ្វើវារយៈពេល100ថ្ងៃដោយមិនចាំបាច់មើលលទ្ធផលមិនចាំបាច់ខ្លាំងខ្លួនឯងទេមិនចាំបាច់ពិនិត្យគណនីធនាគារទេមិនចាំបាច់មើលចំនួនមើលទេគ្រាន់តែ100ថ្ងៃនៃលទ្ធផលសុទ្ធសាធហេតុអ្វីបានជាអ្នកខ្ជិលពិតមែនទេព្រោះអ្នកមានផានការពីអ្នកមានសំណាញ់សុវត្ថិភាពអ្នកមានសាឡុងសម្រាប់អង្គុយលេងអ្នកមានឪពុកម្ដាយដែលនឹងជួយអ្នកឬការងារដែលមានប្រាក់ខែគ្រប់គ្រាន់ដើម្បីឲ្យអ្នកមានអារម្មណ៍ស្រួលក្នុងទុក្ខលំបាករបស់អ្នកភាពខ្ជិលច្រអូសរីកចម្រើនលើជំរឿនដរាបណាអ្នកមានជំរឿនក្នុងការឈប់ហើយនៅតែអាចរស់រានមានជីវិតខួរក្បាលរបស់អ្នកនឹងជ្រើសរើសជំរឿននោះរាល់ពេលដែលវាពិបាកអ្នកត្រូវធ្វើឲ្យភាពខ្ជិលច្រអូសក្លាយជាស្ថានភាពគំរាមកំហែងដល់អាយុជីវិតនៅពេលដែលលោក Hernan Cortes បានចុះចាត់នៅ Veracruz ដើម្បីដណ្ដើមយកចក្រភពមួយដែលមានទាហានត្រឹមតែ200រូបប៉ុណ្ណោះគាត់បានចេញបញ្ជាដល់ល្បីល្បាញនឹងខួរក្រៅមួយថាដុតកប៉ាល់ទាំងនោះចោលគាត់ចង់ឲ្យទាហានរបស់គាត់ដឹងថាគ្មានផ្លូវត្រឡប់មកវិញទេគ្មានពាក្យថាប្រហែលជាយន្តនឹងព្យាយាមម្ដងទៀតនៅឆ្នាំក្រោយទេវាគឺជាជ័យជំនះឬសេចក្តីស្លាប់មនុស្សជាមធ្យមចូលចិត្តមានផែនការបម្រុងទុកអ្នកឈ្នះដឹងថាផែនការបម្រុងទុកគឺជាគ្រាន់តែជាពិធីបុណ្យសពដែលបានរៀបចំទុកជាមុនសម្រាប់គោលដៅសំខាន់របស់អ្នកប្រសិនបើអ្នកចង់សម្លាប់ភាពខ្ជិលច្រអូសរបស់អ្នកត្រូវតែឈប់ផ្ដល់ភាពខ្លាយធ្នូដល់ខ្លួនឯងឲ្យមានភាពមធ្យមអ្នកត្រូវតែស្មោះត្រង់យ៉ាងគួរឲ្យស្អប់ក្បៀមអំពីអ្វីនឹងកើតឡើងប្រសិនបើអ្នកនៅតែរក្សារបៀបដែលអ្នកនៅដដែលស្រមៃមើលខ្លួនឯង10ឆ្នាំទៀតប្រសិនបើអ្នកមិនផ្លាស់ប្ដូរមើលមនុស្សនោះពួកគេហត់នឿយពួកគេជូរចត់ពួកគេពោពេញទៅដោយពាក្យថាខ្ញុំអាចខ្លាយជាពួកគេកំពុងមើលមនុស្សដែលបានចាប់ផ្ដើមក្នុងពេលតែមួយជាមួយនឹងពួកគេរស់នៅជីវិតដែលពួកគេចង់បានមនុស្សនោះគឺជាខ្មោចដែលឡងបន្លាយសក្តានុពលរបស់អ្នកប្រសិនបើចក្ខុវិជ្ជានោះមិនធ្វើឲ្យអ្នកភ័យខ្លាចក្នុងសកម្មភាពទេគ្មានអ្វីនឹងធ្វើបាននោះទេរឿងមួយដែលអ្នកអាចធ្វើបានឥឡូវនេះគឺប្រាប់នរណាម្នាក់ដែលអ្នកគោរពនរណាម្នាក់ដែលពិតជានឹងធ្វើមុខដល់គោរពពីអ្វីដែលអ្នកនឹងសម្រេចបានផ្ដល់ពួកគេ$500ប្រាប់ពួកគេថាប្រសិនបើអ្នកមិនសម្រេចបាននូវសមត្ថភាពប្រចាំសប្តាហ៍របស់អ្នកទេពួកគេត្រូវតែបរិច្ចាគប្រាក់នោះទៅឲ្យបុព្វកាដែលអ្នកស្អប់ទាំងស្រុងដាក់ស្បែករបស់អ្នកក្នុងហ្គេមដុតកប៉ាល់ចោលយើងបានចាប់ផ្ដើមរឿងនេះដោយនិយាយថាអ្នកមិនមែនជា smartphone ទេអ្នកមិនត្រូវការសាកទេអ្នកគឺជារោងចក្រថាមពលកុងតាក់ស្ថិតនៅក្នុងដៃរបស់អ្នកប៉ុន្តែរោងចក្រថាមពលគ្មានប្រយោជន៍ប្រសិនបើតួប៊ីនមិនវិលវិញទេភាពខ្ជិលច្រអូសគ្រាន់តែជាច្រេះរយែរបស់អ្នកវាគឺជាធូលីដីនៅលើព្រលឹងរបស់អ្នកសម្លាប់វាដោយការធ្វើចលនាអ្នកសម្លាប់វាដោយដឹងថាខ្លួនឯងល្អបំផុតរបស់អ្នកមិនមែនជាគោលដៅដែលអ្នកទៅដល់ទេវាគឺជាមនុស្សដែលអ្នកសំគប់នឹងខ្លាយជារៀងរាល់ព្រឹកគ្មានលើលះទេគ្មានការស្ដីបន្ទោសទេគ្មានរឿងលោកថាទេពិភពលោកមិនជំពាក់អ្នកការអារម្មណ៍ល្អទេសកលវិស័យមិនជំពាក់អ្នកការបំភ្លឺប្រដៅចិត្តនោះទេអ្វីដែលអ្នកមានគឺជាពេលវេលាដែលនៅសល់នៅលើនាឡិការបស់អ្នកហើយអ្នកមិនដឹងថាវាមានចំនួនប៉ុន្មានទេរាល់វិនាទីដែលអ្នកចំណាយពេលខ្ជិលច្រអូសគឺជាវិនាទីដែលអ្នកកំពុងនិយាយថាខ្ញុំមានពេលវេលាច្រើនពេកហើយខ្ញុំនឹងចោលខ្លះអ្នកមិនធ្វើបែបហ្នឹងទេសូមត្រឡប់មកកាន់ការប្រៀបធៀបនេះវិញជីវិតរបស់អ្នកគឺជាសញ្ញាមួយតើវាជា connection Wi-Fi ខ្សោយនិងភ្លឺបមូតដែលផ្ដាច់ភ្លាមនៅពេលដែលមានព្យុះមកដល់ទេឬមួយវាជាប្រភពថាមពលដែលមានខ្សែភ័ណ្ឌរឹងមាំនិងខ្សែអុបទិកដែលនៅតែឈាន់ទន់គ្នាមិនថាមានរឿងអ្វីកើតឡើងនោះទេជំរឿនមិនមែនត្រូវបានធ្វើម្ដងទេវាត្រូវបានធ្វើរាល់ពេលដែលនាឡិការោទ៍របស់អ្នករិនឡើងវាត្រូវបានធ្វើរាល់ពេលដែលអ្នកមានអារម្មណ៍ថាចង់មើលទូរស័ព្ទដៃរបស់អ្នកវាត្រូវបានធ្វើរាល់ពេលដែលអ្នកចង់និយាយថាថ្ងៃស្អែកសម្រាប់មនុស្សដែលមានចរិតដូចថ្ងៃស្អែកនោះទៅមនុស្សនោះគឺជាមនុស្សដែលកុហកមនុស្សម្នាក់គត់ដែលអាចជួយសង្គ្រោះអ្នកបានគឺជាមនុស្សដែលមានចរិតដូចថ្ងៃនេះឥឡូវក្រោកឈរទៅបិទវីដេអូនេះចោលហើយទៅរកស៊ីជីវកម្មរបស់អ្នកចុច Subscribe មួយដើម្បីបានវីដេអូក្រោយៗទៀត my friend